សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទរាបតាជួបជាមួយខ្ញុំនៅវីដេអូថ្មីអ្នកនរគ្នាជាមួយនឹងការឲ្យចំណីត្រី7ពណ៌ត្រី7ពណ៌អ្នកនរគ្នាដូចជាអ្នកនរគ្នាបានឃើញក្នុងវីដេអូនេះស្រាប់ដោយខ្ញុំធ្វើការឲ្យចាយក្រហមគេហៅថាចាយខ្សាច់ឲ្យត្រី7ពណ៌របស់ខ្ញុំដែលខ្ញុំបានដួសកាពីម្សិលមិញអ្នកនរគ្នាហ្នឹងហើយក៏ចង់បង្ហាញអ្នកនរគ្នានៅត្រីនាំចូលចំនួន2ពូជមកទៀតបាទសុំគេបាន2ពូជមកទៀតអ្នកនរគ្នាដោយពូជទី1ហ្នឹងដូចជាឈ្មោះថា full gold ហើយពូជទី2ហ្នឹងដូចជាឈ្មោះដូចជា purple big air mosaic អញ្ចឹងហើយអ្នកនរគ្នាខ្ញុំមិនសូវច្បាស់ដែរសិនអ្នកនរគ្នាច្បាស់ខាងពួកកាពីនេះអាចជួយ comment ប្រាប់ខ្ញុំផងអ្នកនរគ្នាហ្នឹងហើយនេះជាកត្ររបស់ខ្ញុំអ្នកនរគ្នាខ្ញុំសម្រាប់ចាក់លៀងអាសាខ្ញុំដួសពីម្សិលមិញលៀងហើយតែយើងត្រាំទឹកបាទទៅមានអាខ្លះហ្នឹងវាងាប់វាអីចឹងអ្នកនរគ្នាអញ្ចឹងហើយធ្វើការលាងសម្អាតវាម្ដងទៀតវាក្លិនទឹកវាក្លិនអញ្ចឹងធ្វើការលាងសម្អាតម្ដងទៀតហ្នឹងហើយដោយសារតែខានចំត្រីយូរអ្នកនរគ្នាអត់មានកត្រងបាត់អីអស់បាទសល់កត្រងធំនេះមួយបាទហើយឥឡូវខ្ញុំធ្វើការចាក់អ្នកគ្នាខ្ញុំចាក់យកតែពួករស់បាទដើម្បីយើងលាងឲ្យដាក់ឲ្យត្រី7ពណ៌យើងស៊ីឃើញថាចំណីមួយកន្លែងអ្នកគ្នាខ្ញុំឃើញចំណីមួយកន្លែងបាទអញ្ចឹងឲ្យធ្វើការទៅដួសវាអត់សូវច្រើនទេបាទតែត្រី7ពណ៌យើងតិចដែរមានតែប្រហែល 4-10 គ្រាប់អញ្ចឹងយើងធ្វើការដួសតែបន្តិចបាទឲ្យស៊ីឥឡូវខ្ញុំធ្វើការចាក់លៀងអ្នកនរគ្នាខ្ញុំធ្វើការដងទឹកចាក់លៀងបាទភាសាទឹកពីយើងបូមដាក់ស្រាប់បាទអញ្ចឹងខ្ញុំធ្វើការលាងសម្អាតហ្នឹងហើយពួកបេតាក៏ដោយអ្នកនរគ្នាពេលយើងដួសពួកចាយក្រហមនេះមកយើងធ្វើការលាងសម្អាតដូចគ្នាបាទដើម្បីកុំឲ្យវាមានក្លិនមានជាតិស្អុយជាតិអីចឹងអ្នកនរគ្នាសាវនៅនឹងទឹកឡាយទឹកអីទៅវាមានជាតិស្អុយជាតិអីចឹងបាទហ្នឹងហើយលាងឲ្យត្រីយើងពុលបន្ទាប់ពីការលាងហើយខ្ញុំធ្វើការដាក់ឲ្យស៊ីតែម្ដងអ្នកនរគ្នាដោយយើងប្រើដៃយកដៃចាប់ម្ដងអ្នកនរគ្នាខ្ញុំបានយកអីគេយកបអីមកចាប់ទេបាទប្រើដៃយកដាក់ផ្ទាល់បាទហើយយើងឃើញថាពីពូជមុនដែលខ្ញុំយកមកចិញ្ចឹមមុនឃើញថាគោលมันច្រើនមែនទែនអ្នកនរគ្នាឃើញថាកូនច្រើនហ្នឹងហើយឃើញថាកូនមកសបុកច្រើនបើសារតែពុំ7ពណ៌នេះវាស្រួលចិញ្ចឹមអ្នកនរគ្នាដោយសារតែយើងដាក់ចោលដាក់ចំណីទៅបាទវាកើតឯងបាទកើតច្រើនទៀតវាអត់ដូចពួកបេតាយើងបាទពួកបេតាយើងទៅការប្រកាសការមើលថែការអីចឹងអ្នកនរគ្នាបាទពួក7ពណ៌នេះស្រួលមែនទែនពេលយើងដាក់ចោលចឹងមកបាទឲ្យចំណីឆ្អែតឃើញថាកូនច្រើនបាទហ្នឹងហើយកូនវាស្រួលចិញ្ចឹមទៀតអ្នកនរគ្នាបើសិនមានចាយខ្សាច់ចឹងដាក់ឲ្យស៊ីបាទធំលឿនចឹងស៊ីចំណីគ្រាប់ណាអ្នកនរគ្នាបើយើងស៊ីចំណីគ្រាប់វាអត់ងាយធំដូចស៊ីចាយខ្សាច់ស្អាតតែចំណីគ្រាប់វាអត់សូវមានប្រូតេអ៊ីនដូចពួក fresh food និងពួកអាហារស្រស់ហ្នឹងអ្នកនរគ្នាមកទៅដឹងច្បាស់ដែរពីពួកចំណីគ្រាប់តែយើងអាចឲ្យស៊ីបានចំពួកពណ៌នេះស្រួលត្រង់រោគចំណីអ្នកនរគ្នាបើយើងអត់មានចំណីស្រស់នេះទេយើងទិញជាចំណីកញ្ចប់ឲ្យស៊ីបាទយើងអាចចាំបានដូចគ្នាហ្នឹងហើយយើងធ្វើការឲ្យពួកនៅក្នុងពាងដោយសារ2សបុកក្រោយ2ពូជក្រោយខ្ញុំយកមកខ្ញុំដាក់ក្នុងពាងអ្នកនរគ្នាដាក់ក្នុងពាងបាទនេះជាពួក full gold អ្នកនរគ្នា full gold ឃើញថាស្អាតបាទខ្ញុំសុំគេបានតែ3គ្រាប់ទេសារអត់មានញីគេសល់តែញីទិញដែរអញ្ចឹងគេឲ្យញីតែមួយគ្រាប់ឈ្មោះ2បាទចឹងហើយអ្នកនរគ្នារបស់សុំគេបាទគេឲ្យបណ្ណាយកប៉ុណ្ណឹងបាទយើងអត់បានទិញបានអីទេបាទយើងសុំយកមកចិញ្ចឹមបាទសារកុំឲ្យតនេពេលល្ងាចអញ្ចឹងហើយល្ងាចឡើងគ្រាន់តែអង្គុយមើលឬក៏ដាក់ចំណីឲ្យអញ្ចឹងអ្នកនរគ្នាបាទនេះឃើញថាសបុកដែលយើងយកមុនហ្នឹងកូនច្រើនអ្នកនរគ្នាកូនច្រើនមែនទែនអញ្ចឹងវីដេអូក្រោយខ្ញុំធ្វើការបំបែកកូនហើយបាទខ្ញុំអត់ទុកឲ្យនៅជាមួយមេទេបើសារតែធុងយើងរៀងតូចហ្នឹងហើយធុងរៀងតូចខ្ញុំធ្វើការដួសយកទៅបំបែកដាក់មកធុងផ្សេងទៀតដោយសារធុងស្នោយើងនៅច្រើនអ្នកនរគ្នាសារតែយើងចិញ្ចឹមពួកបេតាមុនធុងស្នោយើងរើសមកច្រើនបាទ
យើងអាចធ្វើការបំបីបានអ្នកតោះគ្នាអាចមើលក្នុងវីដេអូនេះបានបើសិនតែកូនបាទនេះកូនច្រើនមែនទែនសម្បូរនេះកូនច្រើនជាងគេបើចំណែកខាងនេះកូនអត់សូវច្រើនមកទេអ្នកតោះគ្នាកូនប្រហែល4 10បាទសម្បូរមុនមិញកូនច្រើនអ្នកតោះគ្នាកូនច្រើនបាទអ្នកតោះគ្នាវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងបាទអរគុណជម្រាបលាបាយបាយ